Assalamualaikum warahmatullahi wabarakatuh ខ្ញុំបានឈ្មោះ Hossein Sopir មកពីខេត្តក្រចេះពីមុនខ្ញុំបានរៀននៅសាលា Darus Salam ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ 2024-2025 ដែលទទួលបាននិទ្ទេស B ផ្នែកខាងវិទ្យាសាស្ត្រ ខ្ញុំបានឈ្មោះ Olvi Rusi ខ្ញុំបានរៀននៅមហាវិទ្យាល័យជីវវិទ្យាជំនិចខ្ញុំបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានជាប់និទ្ទេស B ខ្ញុំបានពិតជាសប្បាយចិត្តខ្លាំងណាស់ដែលទទួលបានអាហារូបករណ៍ 100% ទៅលើមុខជំនាញវិទ្យាសាស្ត្រកុំព្យូទ័រនៃសាកលវិទ្យាល័យកម្ពុជាគ្រប់គ្រងនិងបច្ចេកវិទ្យាហើយចំណាប់អារម្មណ៍ដែលខ្ញុំមករៀនផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនេះគឺគោលបំណងធំរបស់ខ្ញុំគឺចង់ក្លាយទៅជាអ្នក IT ដែលខ្លាំងបំផុតក៏ដូចជាចង់ចូលរួមចំណែកអភិវឌ្ឍប្រទេសដើម្បីឆ្ពោះទៅរកសុភមង្គលក៏ដូចជាសន្តិភាពនៅពេលខាងមុខចំពោះចំណាប់អារម្មណ៍ខ្ញុំដែលបានមកបន្តសិក្សានៅសាកលវិទ្យាល័យមួយនេះក៏ដោយសារតែសាកលវិទ្យាល័យមួយនេះផងដែរគឺពឹងផ្អែកក៏ដូចជាការអប់រំពឹងផ្អែកទៅលើទ្រឹស្ដីបូករួមជាមួយនឹងការអនុវត្តផ្ទាល់ហើយជាងនេះទៅទៀតគឺសាកលវិទ្យាល័យមួយនេះគឺពោរពេញទៅដោយសាស្ត្រាចារ្យក៏ដូចជាបណ្ឌិតព្រមទាំងគ្រូដែលមានបទពិសោធន៍ខ្ពស់ដើម្បីបង្រៀននៅសាលានេះផងដែរខ្ញុំបានវិជ្ជមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានជាប់អាហារូបករណ៍នៅសាកលវិទ្យាល័យ CUMT រយៈពេល 4 ឆ្នាំហើយខ្ញុំបានបដិញ្ញាចិត្តថាខ្ញុំនឹងខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនខ្ញុំឲ្យក្លាយទៅជាអ្នកជំនាញភាសាអង់គ្លេសម្នាក់យ៉ាងចំណានសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ CUMT ដែលផ្ដល់អាហារូបករណ៍ដល់ខ្ញុំបានហើយជាចុងក្រោយខ្ញុំបាទសូមដល់ព័ត៌មានដល់សិស្សានុសិស្សទាំងអស់គ្នាដែលទើបរៀនប្រឡងចប់ទី12ដែលមានចំណាប់អារម្មណ៍បន្តការសិក្សាសូមតាក់ទងមកសាកលវិទ្យាល័យ CUMT